ពីអតីតពលករចំណាក់ស្រុកទៅធ្វើការនៅស្រុកគេរយៈពេលជាង10ឆ្នាំត្រឡប់មកវិញគាត់វិវត្តខ្លួនបានប៉ុណ្ណេះខ្ញុំគិតថាមិនមែនជារឿងធម្មតាហើយក៏មិនមែនជារឿងចៃដន្យដែរគាត់លក់តែញោមត្រីអណ្ដែងទេប៉ុន្តែមួយថ្ងៃគាត់ប្រើប្រាស់ជាមួយនឹងត្រីអណ្ដែងស្រស់ហ្នឹងរហូតដល់ទៅកន្លះតោនដើម្បីធ្វើជាប្រភេទញោមត្រីអណ្ដែងដែលគេញ៉ាំផ្ទាប់ជាមួយនឹងស្វាយជាមួយនឹងបន្លែជាមួយអីដូចអ្នកនរគ្នាបានឃើញនឹងអញ្ចឹងណាហើយដើមកំណើតនៃការធ្វើញោមត្រីអណ្ដែងនេះដោយសារតែគាត់ជាអតីតធ្វើពលករនៅស្រុកគេនឹងឯងហើយពេលដែលធ្វើការទៅគាត់ចេះធ្វើអាញោមត្រីអណ្ដែងហ្នឹងណាហើយដល់អញ្ចឹងទៅក៏ប្អូនស្រីគាត់ហៅគាត់ត្រឡប់មកស្រុកខ្មែរវិញដើម្បីធ្វើអាហ្នឹងលក់វិញមានអីអ្នកនរគ្នាអាការធ្វើរបស់គាត់ហ្នឹងតិចម្ដងសាកល្បងលក់ទៅចេះតែដាច់ទៅគាត់លក់នៅស្រុកខ្មែរហ្នឹងចូល5ឆ្នាំហើយអញនិយាយបានថាគាត់ជាមនុស្សដំបូងគេហើយដែលលក់ជាប្រភេទញោមត្រីអណ្ដែងហ្នឹងឯងហើយញោមត្រីអណ្ដែងនេះគឺគេមាន process ច្រើនតង់មែនតើគេយកតាំងពីត្រីអណ្ដែងជាប្រភេទត្រីអណ្ដែងដែលរស់ស្រស់ណាអ្នកនរគ្នាឲ្យគាត់ថាយកមកពីខាងតាខ្មៅហើយសំបីតែបន្លែប្លុករបស់គាត់ហ្នឹងក៏យកមកពីខាងកំពង់ធំយកមកពីអីចឹងទៅសុទ្ធតែជារបស់ធម្មជាតិដែលប្រជាកសិករដាំតែផ្ទាល់តែម្ដងហើយត្រីអណ្ដែងយកមកដូចឃើញចឹងគឺរស់ហើយបានគាត់ចាប់ផ្ដើមធ្វើឲ្យបានគេយកទៅបំពងនិយាយទៅបំពងមកតង់ហើយបានចាប់ផ្ដើមយកតែសាច់យកតែអីទេហើយគេយកមកច្រាំនិយាយទៅច្រាំឡើងម៉ត់តែម្ដងអ្នកដូចអ្នកគ្នាបានឃើញនេះអញ្ចឹងណាហើយការច្រាំរបស់គាត់និយាយទៅសិតតែជ្រុញធំហើយប្រើប្រាស់កម្លាំងច្រើនមែនតើពេលដែលច្រាំម៉ត់ហើយបានគាត់ចាប់ផ្ដើមគេលាយគ្រឿងលាយអីទៅតាមលក្ខណៈបច្ចេកទេសហើយបានគេចាប់ផ្ដើមយកមកបំពងមកតង់ទៀតនិយាយទៅបំពងឡើងស្រួយតែម្ដងដូចអ្នកនរគ្នាបានឃើញនេះអញ្ចឹងហើយសម្រាប់ញោមត្រីអណ្ដែងរបស់គាត់គឺគាត់មិនមែនលក់តែនៅក្នុងទីផ្សារស្រុកខ្មែរទេគាត់ធ្លាប់នាំចេញទៅប្រទេសចិនទៅប្រទេសអីចឹងណាដែលគេធ្លាប់បានមកសាកភ្លក់ហើយគេដឹងរួចជាតិថារបស់គាត់មិនអីមិនបានគេចាប់ផ្ដើមកំងដាក់ផ្ញើទៅប្រទេសក្រៅទៀតនិយាយទៅមិនធម្មតាទេសម្រាប់អាជីវកម្មលក្ខណៈគ្រួសារមែនប៉ុន្តែក៏មើលងាយអ្នកនរគ្នាហើយគាត់ក៏ជាអតីតពលករដែរប៉ុន្តែការតស៊ូរបស់គាត់ខ្ញុំគិតថាបានមកដល់ប៉ុណ្ណឹងមិនមែនជារឿងចៃដន្យទេសិតតែស៊ូសិតតែប្រឹងហើយសំបីតែគ្រឿងរបស់គាត់ការរៀបចំហ្នឹងគឺល្អមែនតើដូចអ្នកនរគ្នាបានឃើញនេះអញ្ចឹងគាត់ប្រើប្រាស់ជាមួយនឹងអាត្រីអណ្ដែងហ្នឹងពងឡើងស្រួយហើយគេប្រើប្រាស់ជាមួយនឹងទឹកត្រីហើយបើលក្ខណៈទឹកត្រីរបស់គាត់មិនមែនជាទឹកត្រីបុកឬក៏ទឹកត្រីកោះកុងទេប៉ុន្តែជាទឹកត្រីគាត់លាយមកបែបតាមលក្ខណៈបច្ចេកទេសរបស់គាត់នឹងធ្វើឲ្យវារសជាតិដិតដែលវាស័ក្តិសមជាមួយនឹងអាញោមត្រីអណ្ដែងរបស់គាត់នឹងឯងហើយញោមត្រីអណ្ដែងពងហ្នឹងពេលដែលខាំទៅស្រួយស្រាប់តែម្ដងដាក់ជាមួយនឹងខ្ទឹមក្រហមលាយជាមួយនឹងចេកខ្ចីអ្នកនរគ្នាដាក់ទៅចូលជាតិគ្នាមែនតើហើយបើសិនជាចង់សាកអីហ្នឹងអាចមករកកន្លែងគាត់បាននិយាយទៅនៅក្នុង page របស់គាត់ឈ្មោះ Namfa ហ្នឹងអ្នកនរគ្នាអាចcommentគាត់បានដោយសារតែគាត់លក់អនឡាញគឺលំដាប់តែម្ដងការលក់អនឡាញរបស់គាត់ដាច់ខ្លាំងមែនតើហើយគាត់ក៏មានសាខាជាច្រើនទៀតនៅក្នុងរាជធានីភ្នំពេញហើយនៅកន្លែងខ្ញុំថតនេះគឺសាខានៅម្ដុំគួរស្រូវរបស់គាត់ហើយគាត់ក៏មាននៅខាងអូបៃក្អមមាននឹងអីចឹងណាអញ្ចឹងសម្រាប់អ្នកដែលចង់សាកជាមួយនឹងញោមត្រីអណ្ដែងរបស់គាត់អាចតាក់ទងទៅ page Namfa របស់គាត់នេះបានខ្ញុំនឹងតម្លាក់បង្ហាញរាល់ព័ត៌មានលម្អិតឲ្យអ្នកទាំងអស់គ្នាបានឃើញនៅក្នុង comment វីដេអូខាងក្រោមហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានវីដេអូមួយនេះចាំជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ